ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនភាសាកូរ៉េ MNK Learning ទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះផងដែរគឺយើងរៀនអំពីវេយ្យាករណ៍នៅក្នុងភាសាកូរ៉េតអញ្ចឹងដើម្បីកុំឲ្យផាត់ពេលវេលាច្រើនចូលទៅដល់មេរៀនយើងទាំងអស់គ្នាវេយ្យាករណ៍កូរ៉េទងសាហយងយងសាបូកជីម៉ាន់ក៏ប៉ុន្តែទម្រង់ជីម៉ាន់គឺជាទម្រង់ភ្ជាប់ប្រយោគដែលនិយាយបញ្ជាក់ពីព័ត៌មានថាប្រយោគទី2ខុសគ្នាឬផ្ទុយពីប្រយោគទី1ដែលមានន័យប្រែថាប៉ុន្តែទម្រង់នេះនិយាយនៅក្នុងអតីតកាលគឺប្រើតែជាអត់ជីម៉ាន់ទម្រង់ជីម៉ាន់នេះផងដែរគឺជាទម្រង់ខ្លីបានមកពីការរួមផ្សំនៃប្រយោគថាក្រត់ជីម៉ាន់របៀបប្រើដាក់ពីក្រោយកិរិយាសព្ទនិងគុណនាមទាំងបញ្ចប់ដោយស្រៈនិងព្យញ្ជនៈឧទាហរណ៍គឺដាធំបូកជាមួយនឹងជីម៉ាន់ទៅជាគឺជីម៉ាន់ប្រែថាធំក៏ប៉ុន្តែថប់តាក្តៅបូកជាមួយនឹងជីម៉ាន់ទៅជាថប់ជីម៉ាន់ប្រែថាក្តៅក៏ប៉ុន្តែIren 어렵지만 월급이 많나요? ការងារពិបាកក៏ប៉ុន្តែប្រាក់ខែច្រើន커피는 뜨겁지만 주스는 차갑습니다. កាហ្វេគឺក្តៅក៏ប៉ុន្តែទឹកផ្លែឈើគឺត្រជាក់ករណីប្រើជាមួយនាមបញ្ចប់ដោយស្រៈប្រើជីម៉ាន់នាមបញ្ចប់ដោយព្យញ្ជនៈប្រើអ៊ីជីម៉ាន់ឧទាហរណ៍추석날이지만 일해야 합니다. ជាថ្ងៃបុណ្យឈូតសុកក៏ប៉ុន្តែត្រូវធ្វើការ 휴가를 냈지만 쉬지 못했어요. បានដាក់ពាក្យចុះវិស្សមកាលប៉ុន្តែមិនអាចសម្រាកចាំមេរៀនយើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះប្រសិនបើពុកម៉ែបងប្អូនចូលចិត្តសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗនៅក្នុងវីដេអូបន្តទៀត